Hello everyone, welcome to my channel Nari English Class បាទសូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ channel YouTube របស់ខ្ញុំចា៎ថ្ងៃនេះយើងនឹងមករំលឹកអំពីមេរៀនដែលយើងបានរៀនកាលពី2ថ្ងៃមុនអញ្ចឹងកាលពីថ្ងៃមុនយើងបានរៀនអំពី verb to be ជាមួយនឹងពាក្យនៅក្នុងគ្រួសារចា៎ថ្ងៃនេះយើងនឹងមករំលឹកខ្លះៗដើម្បីឲ្យយើងចាំហើយយើងច្បាស់ពីរបៀបក្នុងការប្រើប្រាស់ពាក្យនៅក្នុងប្រយោគហើយនៅក្នុងមេរៀននេះបងប្អូនអាចយកសៀវភៅយក big មកសរសេរនិងរៀនធ្វើនៅលំហាត់នៅខាងក្រោមនេះដើម្បីឲ្យយើងចេះកាន់តែច្បាស់អញ្ចឹងឥឡូវយើងទៅមើលអំពីការប្រើប្រាស់ពាក្យនៅក្នុង verb to be វិញម្ដងអញ្ចឹងឥឡូវរំលឹកឡើងវិញខ្ញុំសូមបញ្ជាក់អំពីការប្រើប្រាស់ am is are អញ្ចឹង verb to be មាន am is are ហើយ am is are នោះប្រើបានទៅលើប្រធានផ្សេងៗគ្នាដូច am នឹងប្រើបានជាមួយតែប្រធាន I មួយទេដូចឧទាហរណ៍ដូចជា I am ហើយ is ប្រើបានជាមួយប្រធាន3ទី1 he she និង it អញ្ចឹងឧទាហរណ៍ដូចជា he is she is និង it is សម្រាប់ are វិញ are ប្រើបានជាមួយប្រធាន3ដូចគ្នាគឺ you we they ឧទាហរណ៍ដូចជា you are we are they are ចឹងនេះគឺការសង្ខេបក្នុងការប្រើប្រាស់ verb to be ជាមួយនឹងប្រធានផ្សេងគ្នាឥឡូវយើងទៅមើលឧទាហរណ៍នៅខាងក្រោមឧទាហរណ៍ទី1 I am a student I am a student នឹងយើងចង់និយាយអំពីតួនាទីតើយើងធ្វើការអីយើងមានតួនាទីជាអ្វីហ្នឹងយើងអាចប្រើជាមួយនឹង verb to be ទី1បានឧទាហរណ៍បន្តទៀតគឺ he is my father he is my father នឹងគឺគាត់គឺជាឪពុករបស់ខ្ញុំ he is my father ហើយប្រយោគបន្តទៀតគឺ she is my mother she is my mother គាត់គឺជាម្ដាយរបស់ខ្ញុំប្រយោគបន្ទាប់គឺ they are my brothers they are my brothers ពួកគាត់គឺជាបងប្រុសរបស់ខ្ញុំពួកគាត់គឺជាបងប្រុសរបស់ខ្ញុំប្រយោគបន្តទៀត you are my sister you are my sister អ្នកគឺជាបងស្រីរបស់ខ្ញុំអ្នកគឺជាបងស្រីរបស់ខ្ញុំប្រយោគបន្តទៀត my grandparents are kind my grandparents are kind មានន័យថាជីតានិងជីដូនរបស់ខ្ញុំគឺចិត្តល្អជីតានិងជីដូនរបស់ខ្ញុំគឺចិត្តល្អប្រយោគបន្ទាប់ we are happy family we are a happy family ពួកយើងគឺជាគ្រួសាររីករាយពួកយើងគឺជាគ្រួសាររីករាយបន្ទាប់ប្រយោគចុងក្រោយ it is my baby cousin it is my baby cousin ឬក៏យើងអាចនិយាយភាសាមួយទៀតគឺយើងប្រើពាក្យថា he is my baby cousin គាត់គឺជាប្អូនចដូនមួយរបស់ខ្ញុំអញ្ចឹងនេះគឺជាការប្រើប្រាស់ប្រយោគអញ្ចឹងបងប្អូនអាចប្រើប្រាស់ប្រយោគផ្សេងក្រៅពីនឹងបានហើយយើងត្រូវចាំថា verb to be អាចប្រើបានជាមួយទី1គឺនាមបន្ទាប់ពី verb to be អាចជានាមអាចជា adjective គឺគុណនាមមួយទៀតគឺជាទីកន្លែងឧទាហរណ៍ដូចជា I am at home ហើយបើប្រើជាមួយគុណនាមឧទាហរណ៍ដូចជា I am smart I am happy I am tall นั่นคือការប្រើប្រាស់ខ្លីៗជាមួយនឹង verb to be យើងរំលឹកឡើងវិញអំពីមេរៀននៃការប្រើប្រាស់ verb to be និងពាក្យនៅក្នុងគ្រួសារឥឡូវបងប្អូនសរសេរពាក្យនិងប្រយោគទាំងអស់នោះចូលក្នុងសៀវភៅដៃយើងទៅហើយយើងអានម្ដងហើយម្ដងទៀតដើម្បីឲ្យយើងរត់មាត់ម្យ៉ាងទៀតបងប្អូនអាចព្យាយាមធ្វើលំហាត់នៅខាងក្រោមនេះបានដើម្បីពង្រឹងនិងតែពីសមត្ថភាពខ្លួនឯងចឹងសម្រាប់វីដេអូថ្ងៃនេះគឺមានប៉ុណ្ណឹងសូមបងប្អូនជួយ like share និង subscribe ដើម្បីទទួលបានវីដេអូបន្ថែមទៀតអរគុណច្រើន